Sa prasna ti prabun capai sa sastrai thana ti prabai bọcនឹងឥតការ៉ូឡាក្នុងបរិវេណអនុវិទ្យាល័យមួយនៅក្រុងតាខ្មៅបណ្ដាលឲ្យរងរបួសបែកក្បាលនិងវេខ្ទង់ច្រមុះអាណាព្យាបាលបច្ចុប្បន្នក្តីក្តុកក្តួលនិងរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពីឃើញវីដេអូសកម្មភាពសិស្សប្រុសម្នាក់បានប្រើអំពើហិង្សាដោយបានចាប់បោកសក់សិស្សស្រីបោកទៅនឹងឥតការ៉ូឡាយ៉ាងសាហាវនៅក្នុងសាលារៀនដែលបណ្ដាលឲ្យសិស្សស្រីរងគ្រោះបានរងរបួសបែកក្បាលនិងវេខ្ទង់ច្រមុះករណីហិង្សាដោយចេតនានេះបានកាត់ឡើងកាលពីវេលាម៉ោង 12:50 នាទីថ្ងៃទី 20 ខែឧសភាឆ្នាំ 2026 នៅក្នុងបរិវេណអនុវិទ្យាល័យវឌ្ឍនឈុងលៀបស្ថិតនៅក្នុងភូមិកោះកោសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលលោកវរៈសេនីឯកយីវណ្ដាអធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាសិស្សស្រីជាជនរងគ្រោះមានឈ្មោះសុស្ដីអចិតាភេទស្រីអាយុ 14 ឆ្នាំជាសិស្សថ្នាក់ទី 8 ដែលបានរងរបួសស្នាមបែកក្បាលខាងក្រៅនិងមានឈាមកកនិងវេខ្ទង់ច្រមុះចំណែកឯជនបង្កឈ្មោះថាអឿនមេងហួរភេទប្រុសអាយុ 15 ឆ្នាំជាសិស្សថ្នាក់ទី 9 នៃអនុវិទ្យាល័យជាមួយនឹងគ្នាអ្នកទាំងពីរមានទីលំនៅនៅក្នុងភូមិសង្កាត់កើតហេតុខាងលើលោកអធិការបានបន្តទៀតថាមុនពេលកើតហេតុសិស្សស្រីជាជនរងគ្រោះបានទៅទិញទឹកផ្លែឈើជាមួយនឹងមិត្តភ័ក្តិហើយពេលដែលដើរកាត់មុខជនសង្ស័យដែលកំពុងតែឈរនៅមុខថ្នាក់ជនសង្ស័យក៏បានសម្លក់មកលើជនរងគ្រោះក្នុងន័យឌឺដងពេលនោះជនរងគ្រោះក៏បានមើលទៅវិញធម្មតាស្រាប់តែជនសង្ស័យស្រីសម្លុតថាហើយមើលអីហើយមិត្តភ័ក្តិជនរងគ្រោះក៏តបទៅវិញថាបើយើងសម្លក់គេនឹងសម្លក់យើងវិញបានដែរភ្លាមនោះជនសង្ស័យបានបបួលជនរងគ្រោះវេគ្នាប៉ុន្តែជនរងគ្រោះមិនតបហើយក៏បានដើរចុះទៅកន្លែងលក់ដូរនៅខាងក្រោយសាលារៀនលោកអធិការបានបញ្ជាក់ទៀតថាមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យបានដើរតាមទៅរួចចង្អុលមុខជនរងគ្រោះរហូតជិតដល់ភ្នែកទើបជនរងគ្រោះក្រវៀដៃចេញសកម្មភាពនេះធ្វើឲ្យជនសង្ស័យខឹងសម្បាក៏ស្ទុះទៅចាប់បោចសក់ជនរងគ្រោះបោកទៅនឹងឥតការ៉ូឡាពេលជនរងគ្រោះស្ទុះងើបមកវិញជនសង្ស័យនៅតែបន្តការចាប់បោចសក់បោកក្បាលទៅនឹងឥតការ៉ូឡាម្ដងទៀតទើបមានលោកគ្រូអ្នកគ្រូរត់មកជួយចាប់បំបែកនិងរាយការណ៍ប្រាប់នគរបាលប៉ោះរដ្ឋបាលរកាខ្ពស់ឲ្យចុះមកនាំខ្លួនទៅសាកសួរនៅចំពោះមុខស្មារតីសិស្សជាជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់បោកសក់ជនរងគ្រោះបោកទៅនឹងឥតការ៉ូឡាចំនួន2ដងពិតប្រាកដមែនដោយសារតែកំហឹងមួយឆាវបច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាបដិអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់